សម្លរនងខួរក្តាមបងប្អូនចាបងជាមួយនឹងផ្កានងទៀតនិយាយពីថាអូយឡើងផ្អែមតែម្ដងហើយក្តាមខែនេះកុំគិតថាអត់មានខ្លាញ់បងប្អូននិយាយពីថាខ្លាញ់ឡើងពេញស្នូកហ្មងនាងខ្ញុំគិតថាវាអត់មានខ្លាញ់ទេបងប្អូនហើយតតែយកមកស្លបងប្អូនណានិយាយពីថាឡើងខាប់ទឹកចូលដល់ការស្លប្រហើខួរក្តាមជាមួយនឹងផ្កានងនេះបងប្អូននាងខ្ញុំដើររកបន្លែសិនហើយផ្កានងផ្លែនងអីផ្ទះនាងខ្ញុំគឺសម្បូរខែនេះអីដាំតែមកគុំនិយាយពីថាផ្លែបេះស្លរាល់ថ្ងៃគឺអត់ចេះអស់ទេបងប្អូនហើយចែកញាតទៀតក៏នៅតែមិនអស់ដែរបេះម្ទេសអ្នកម្ដាយនាងខ្ញុំនឹងបានមកក្តាប់ដែរបងប្អូនហើយមិនសូវជាមានផ្លែប្រមាណទេព្រោះអីស្លឹកវារួញអញ្ចឹងណាអញ្ចឹងផ្លែវាក៏អត់សូវមានដែរហើយសម្រាប់បន្លែស្លខួរក្តាមនេះវិញគឺប្រើតែពីរមុខនឹងឯងបងប្អូនចាជាមួយនឹងផ្លែនងហើយនឹងផ្កានាងខ្ញុំចូលចិត្តបងផ្កាវាណាបងប្អូននិយាយពីថាសម្រស់គេវិញឡើងលឿងល្អោកតែម្ដងបងប្អូនហើយរសជាតិវិញគឺឆ្ងាញ់តែម្ដងនាងខ្ញុំចូលចិត្តបងប្អូនចាធ្លាប់តែរាល់ឆ្នាំគឺសបោក្តាមសបោត្រីបងប្អូនប៉ុន្តែចម្លែកតែឆ្នាំហ្នឹងគឺខ្វះទឹកមែនតែម្ដងហើយក្តាមក៏វាមិនសូវមានដែរអញ្ចឹងបើសិនជាយើងចង់ស្លមិនថាតែរកខ្លួនឯងបានទេបងប្អូនហើយគឺទិញគេមកយកមកប្រោះតាំងពីល្ងាចដល់ព្រលឹមឡើងវាអេតិចអស់ពាក់កណ្ដាលហើយបងប្អូនហើយសល់ប្រហែលក៏បកស្លប៉ុណ្ណឹងទៅបងប្អូនប៉ុន្តែមានអីសល់តែ4 5មែនប៉ុន្តែនិយាយពីថាអូយខ្លាញ់គេវិញឡើងពេញពោះតែម្ដងបងប្អូនហើយចំពោះសម្លខួរក្តាមនេះខ្ញុំម្នេះវិញនាងខ្ញុំបងជាមួយនឹងបន្លែមុនបងប្អូនចាចាំយើងចាក់ទឹកគោវាតាមសម្លនាងខ្ញុំគឺអត់បងអំបិលទេបងប្អូនហើយនាងខ្ញុំបងដល់ទឹកត្រីជាមួយនឹងម្សៅហើយក៏មិនភ្លេចដែរជាមួយនឹងម្សៅស៊ុបខ្នុរកញ្ចប់ថ្មីរសជាតិឆ្ងាញ់ដែលផ្សំពីសាច់មាន់សុទ្ធនិងគ្រឿងទេសល្អៗជាច្រើនទៀតម្សៅស៊ុបខ្នុរផលិតនិងនាំចូលពីប្រទេសហ្វីលីពីនបងប្អូនអាចចំណាំមើលបាកូដនិងស្វែងរកទិញបាននៅលើទីផ្សារឬក៏តំណាងចែកចាយទូទាំងប្រទេសកម្ពុជាមកមើលសម្លនាងខ្ញុំម្នេះវិញយើងចាប់ផ្ដើមបងតែជាមួយផ្កានងហើយនឹងសបកក្តាមនេះចូលទៅបងប្អូនចាព្រោះដោយសារសបកក្តាមនេះនាងខ្ញុំអត់បានឆ្កឹះខ្លាញ់វាចេញទេអញ្ចឹងនាងខ្ញុំចូលចិត្តស្លបែបហ្នឹងដោយសារតែអ្នកម្ដាយនឹងទួតនាងខ្ញុំហ្នឹងគឺគាត់ចូលចិត្តដែរបងប្អូនចាអញ្ចឹងហើយឲ្យតែថាស្លសម្លខួរក្តាមម្ដងណាគឺគាត់តែងតែឲ្យទុកសបកឲ្យគាត់ដែរបងប្អូនហើយព្រោះអីគាត់ចូលចិត្តញ៉ាំខ្លាញ់ក្តាមនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនសម្លរបស់យើងគឺបានឆ្អិនល្មមហើយបងប្អូនចាយើងចាប់ផ្ដើមបងតែជាមួយម្អមហើយនឹងម្ទេសចូលទៅហើយនិយាយរួមទៅបានតែម្អមស្រែអញ្ចេះទៀតអូនិយាយពីថាក្លិនគេឡើងឈ្ងុយតែម្ដងណាហើយទឹកសម្លវិញនិយាយពីថាមើលទៅឡើងតំណងហ្មងបងប្អូនហើយនាងខ្ញុំចាប់ផ្ដើមដួសមកចំណែកហ្នឹងទុកជូនម៉ែអញ្ចឹងទៅហើយមកចំណែកទៀតហ្នឹងយកទៅជូនទួតដោយសារតែទួតនាងខ្ញុំគាត់ចូលចិត្តដែរបងប្អូនហើយនិយាយពីថាឲ្យតាជាបន្លែបៃតងជាសម្លបែបស្រាលអញ្ចេះនិយាយពីថាអូយគាត់ចូលចិត្តផ្ដាំឲ្យបងប្អូនគាត់សប្បាយចិត្តហ្មងណាតែបើថាយកសាច់មាន់សាច់ជ្រូកទៅជូនគាត់ហើយគាត់អត់ភាសាទេបងប្អូនហើយយកទៅប្រមាណណាគឺដឹងតែនៅទាំងអស់ហើយបងប្អូនហើយនិយាយពីថាឃើញចេះអីអូយមែនតែនតែម្ដងបងប្អូនហើយសួរគាត់ទៅគាត់ថាឆ្ងាញ់ណាខ្ញុំម្នេះបានគាត់ទៅសើចេះទៀតអូនិយាយពីថាចូលផ្ដាំឲ្យបងប្អូនហើយនិយាយមែនយកទៅជូនគាត់ហើយមិនឆាប់សវ៉ាមកវិញណាបងប្អូននៅកន្លែងសួរគាត់ថាភាសាទៅមិនតែតាឆ្ងាញ់អត់ចេះមួយចុះមួយចឹងទៅហើយបកអវិញហ្នឹងចាប់ផ្ដើមដួសដាក់ខ្លួនឯងម្ដងបងប្អូនចាវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ